ខ្ញុំបាទសូមលំអរកាយគោរពនិងជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនៅថ្ងៃនេះខ្ញុំបាទសូមពំនាំអារម្មណ៍ពុកម៉ែបងប្អូននិងទស្សនិកជនមកតាមដានស្ដាប់នៅជោគជតារាសីប្រចាំថ្ងៃដែលខ្ញុំបាទតែងតែធ្វើការអានជូនជារៀងរាល់ថ្ងៃដូច្នេះសូមពុកម៉ែបងប្អូនធ្វើការ comment នៅលេខសំណាងនិងធ្វើការចុច like មួយសូមឲ្យសម្រេចដូចប៉ងគិតប៉ងការងារអ្វីសូមឲ្យជោគជ័យដោយសេចក្តីប្រាថ្នាសាធុសាធុសាធុសូមកុំឲ្យខាតពេលយូររីករាយតាមដានសម្ដាប់នៅហោរាសាស្ត្រប្រចាំថ្ងៃសៅរ៍នេះជាមួយ Channel ស៊ូស៊ីខ្ញុំបាទដូចតទៅឆ្នាំជូតកណ្ដុរនាំលៀបសំណាងអបរាចិញ្ចឹមជួបតែរឿងល្អក្នុងផ្ទះមានលៀបមានសំណាងជួបតែមនុស្សជួយជ្រោមជ្រែងសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចម៉ោងនាំលៀបសំណាងម៉ោង 4 ព្រឹកដល់ម៉ោង 5 ល្ងាចពណ៌នាំលៀបសំណាងពណ៌ទឹកក្រូចនិងពណ៌ឈាមជ្រូកលេខនាំលៀបសំណាង 27 និង 49 សូម comment 999 យកលៀបសម្បត្តិអភិជនចំពោះឆ្នាំជូតនៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយក៏តោតែមានការប្រយ័ត្នប្រយែងនិងយកចិត្តត្រជាក់ដាក់ខ្លួនឲ្យមានកម្រិតខ្ពស់ទើបមិនមានបញ្ហាចោទឡើងរីអ្នកប្រកបមុខរបរជួញដូររកស៊ីវិញមិនត្រូវបោះទុនអ្វីមួយដោយទឹកក្រហល់ឡើយពុំនោះនឹងជួបរឿងសោយអស់ប្រាក់កាសពីខ្លួនត្រូវមកដេកស្ដាយក្រោយជាពុំខានរាយការធ្វើដំណើរទៅទិសឦសានឲ្យប្រយ័ត្នបញ្ហាអាក្រក់ចូលយាយីបន្តិចរាបញ្ហាសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមានដំណើរការប្រែប្រួលបដូរផ្លាស់ពីព្រោះងាយទាំងផ្អែមល្ហែមនិងងាយទាំងទាស់ទែងគ្នាឆ្នាំឆ្លូវគោនាំលៀបនាំជ័យនាំសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនាំលៀបសំណាងម៉ោង 5 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងក្រហមលេខនាំលៀបសំណាងលេខ 1 និងលេខ 49 សូម comment 168 យកលៀបសម្បត្តិអភិជនចំពោះឆ្នាំឆ្លូវថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅមានកម្រិតមធ្យមទោះជាយ៉ាងណាក៏ដោយសម្រាប់ស្ត្រីនៅតែមានគ្រោះយាយីនៅឡើយដូច្នេះទោះធ្វើអ្វីក៏ដោយក៏មិនភ្លឺថ្លាដោយគោលបំណងប៉ុន្មានដែររាអ្នកប្រកបមុខរបរជួញដូររកស៊ីថ្ងៃនេះបើចង់បោះទុនដោយធំអ្វីមួយមិនទាស់ខុសទេព្រោះថាផលជាផ្លែផ្កាដែលទទួលបានមកវិញក៏សមដោយប្រកបមួយចំនួនវាត្រឡប់ទៅវិញផងដែររីការធ្វើដំណើរទីជិតឆ្ងាយតែងតែជួបភាពសុខដុមដូចសពមួយដងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រៀបដូចត្រីក្នុងទឹកនារដូវវស្សាឆ្នាំខាលខ្លាសេដ្ឋីចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាយជាអ្នកមានអំណាចម៉ោងនាំលៀបសំណាងម៉ោង 8 ព្រឹកដល់ម៉ោង 7 យប់ពណ៌នាំលៀបសំណាងពណ៌ផ្ទៃមេឃនិងពណ៌ក្រហមលេខនាំលៀបសំណាង 45 និង 66 សូម comment 898 យកលៀបសម្បត្តិអុកញ៉ាចំពោះឆ្នាំខាលថ្ងៃនេះផ្ដល់ផលល្អសម្រាប់អ្នកសម្រេចចិត្តកិច្ចការងារអ្វីមួយឬបណ្ដាក់ទុនរកស៊ីជាមួយនរណាម្នាក់ពីព្រោះថាផលជាផ្លែផ្កាឆ្លើយតបមកវិញគ្រួនជាទីពេញចិត្តជានិច្ចបើជាអ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានការលក់ចេញរស់រវើកគួរសមហើយបើចង់ចរចារឿងទំនិញអ្វីមួយផងដែរនោះក៏អាចសម្រេចចប់ចុងចប់ដើមដោយគប់បំណងរាបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការរីកចម្រើនលូតលាស់ទៅមុខនិងបើចង់ផ្សំគុំគ្រួសារជាឱកាសល្អប្រពៃបំផុតឆ្នាំថោះទុនសាយមាសបារមីដេចជាប្រាជ្ញាឆ្លៀសវៃមានគេជួយជ្រោមជ្រែងអនាគតខ្លាយជាអ្នកមានទ្រព្យសម្បត្តិនិងអ្នកមានអំណាចម៉ោងនាំលៀបសំណាងម៉ោង 7 ព្រឹកដល់ម៉ោង 7 ល្ងាចពណ៌នាំលៀបសំណាងពណ៌ទឹកក្រូចនិងពណ៌សលេខនាំលៀបសំណាងលេខ 77 និង 89 សូម comment 989 យកលៀបសម្បត្តិអ្នកមានជន់ខ្ពស់ចំពោះឆ្នាំថោះថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេហេតុនេះទោះបីធ្វើអ្វីក៏បីមានការប្រយ័ត្នប្រយែងទើបពុំមានបញ្ហាចោទឡើងចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីនៅក្នុងថ្ងៃនេះផងដែរការជួញទីជិតឆ្ងាយអាចហុចផលជាផ្លែផ្កាមកវិញគ្រួនជាទីកក់ក្ដៅតែយ៉ាងណាចូលប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កចំនួនណាមួយកើតឡើងរីការធ្វើដំណើរទីជិតឆ្ងាយជួបបញ្ហាប្រទាំងប្រទើសច្រើនក៏បីមានការប្រយ័ត្នប្រយែងរីបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនតិចតួចតែការថយក្រោយនោះក៏ច្រើនជាងផងដែរ
ឆ្នាំរោងអ្នករាជមានរិទ្ធមានអំណាចអ្នកតែងតែមានគំនិតជ្រះថ្លាប្រាជ្ញាវាងវៃប្រាថ្នាអ្វីបានសម្រេចដោយបំណងធ្វើការតូចធំរមែងមានអ្នកគ្រប់គ្រងទំនុកបំរុងសពបែបយ៉ាងម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នាំលៀបសំណាងខ្មៅនិងក្រហមលេខនាំលៀបសំណាង69និងលេខ99សូមខមមិន777យកលៀបសម្បត្តិគេហបតីចិនខ្ពស់ចំពោះឆ្នាំរោងនៅថ្ងៃនេះការប្រកបការងារឃើញថាមានការជឿនលឿនទៅមុខយឺតហើយពិសេសងាយកើតបញ្ហាប្រទែងប្រទើសជាមួយអ្នកដតីថែមទៀតផងចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីវិញលោកអ្នកត្រូវចេះសន្សំទ្រព្យដែលល្អោចឡើងទៅកុំខំប្រមូលតែទ្រព្យធំព្រោះថ្ងៃនេះសម្បូរទៅដោយទ្រព្យដែលល្អោចតែប៉ុណ្ណោះរីការធ្វើដំណើរទីជិតឆ្ងាយក៏បីគុំសេពគប់ល្បែងស្រីស្រាព្រោះមានតែភាពទុក្ខសោកមកវិញតែប៉ុណ្ណោះរីឯបញ្ហាគូស្នេហ៍ប្តីប្រពន្ធឬកំឡោះក្រមុំមានដំណើរការថយក្រោយនិងប្រឆាំងគ្នាច្រើនឆ្នាំម្សាញ់ពោះទេវតានាំលៀបឧបរាជចិញ្ចឹមមានជ័យជំនះមានមនុស្សស្រឡាញ់រាប់អានច្រើនម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌ក្រហមនិងសលេខនាំលៀបសំណាងលេខ21និង97សូមខមមិន989យកលៀបសម្បត្តិអ្នកមានជើងខ្ពស់ចំពោះឆ្នាំម្សាញ់នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចចាប់ផ្ដើមពេញដៃពេញជើងបានហើយចំពោះបញ្ហាការងារប្រកាសនិងសុខភាពមានចោទជាបញ្ហាទេនិងបើមានការឈ្មោះឈ្មោលតែងតែជួបសេចក្តីសម្រេចដោយគប់បំណងចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីជួបផលលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើននិងជាពិសេសឲ្យប្រយ័ត្នចំនួនវិវាទជាមួយអ្នកដទៃព្រោះតែការដណ្ដើមអតិថិជនគ្នារីបញ្ហាសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំប្រុសស្រីមានការផុយស្រួយចំនួនវិវាទហើយបើចេះអត់ឱននឹងគ្នាខ្លះទៅកិច្ចផុតពីរឿងរ៉ាវចម្រូងចម្រាសនេះទៅរួចឆ្នាំមមីសេះមេតបនាំលៀបឧបរាជចិញ្ចឹមមានសំណាងឈ្នះរាល់សត្រូវគ្រប់ច្រឡហកឡើងបនឡើងសាក់ឡើងតួនាទីម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌សនិងក្រហមលេខនាំលៀបសំណាងលេខ19និង66សូមខមមិន168យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំមមីនៅថ្ងៃនេះការប្រកបការងារមានការជឿនលឿនច្រើនផ្នែកក្នុងនេះមានថារឿងការងាររឿងប្រកាសរឿងផ្ទាល់ខ្លួននោះឡើយសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានភាពរលូនទៅមុខល្អនិងការរកផលកម្រៃទៀតសោតក៏គ្រុនបើជាងមុនផងដែររីការធ្វើដំណើរទៅជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំពោះម៉ាយមីម៉ាយក្តីជួបរឿងការយល់ខុសនិងភាពប្រជ្រែកប្រច័ណ្ឌកំពុងចូលលុកលុយច្រើនដូច្នេះត្រូវកាត់បន្ថយខ្លះទៅបង្ការចំនួនវិវាទចេញពីខ្លួនទៅប្រសើរឆ្នាំមមេពពេមាសបារមីដេជះមានលៀបមានសំណាងคล้ายជាមហាសេដ្ឋីមហាសាលម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងសនិងលឿងលេខនាំលៀបសំណាង48និង59សូមខមមិន168យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំមមេនៅថ្ងៃនេះបើមានការលេងហ៊ុនឬបណ្ដាក់ទុនរយៈពេលវែងក៏បីមានការប្រយ័ត្នប្រយែងពីព្រោះថាងាយកើតបញ្ហាប្រឈមមុខជាមួយបញ្ហាមិនល្អកើតឡើងណាស់រីអ្នកប្រកបមុខរបរជួញដូររកស៊ីនៅក្នុងថ្ងៃនេះបើមានការជួញទីជិតឆ្ងាយមានភាពលំនឹងល្អពោលគឺមានការរកផលចំណូលលោកអ្នកអាចបានគ្រាន់បំពេញក្រពះផងដែររីការធ្វើដំណើរទីជិតឆ្ងាយជួបភាពប្រទែងប្រទើសនិងបញ្ហាយាយីច្រើនរីបញ្ហាសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំឬពោះម៉ាយមីម៉ាយក្តីកុំភ្លើតភ្លើនហួសព្រំដែនប្រយ័ត្នត្រូវរែកពុនទុកសោកមកវិញហើយនាំមានវិបត្តិនៅគ្រាក្រោយឆ្នាំវោកស្វាមាសមានលៀបមានសំណាងប្រាជ្ញាវាងវៃប្រាថ្នាអ្វីតែងតែបានសម្រេចតែនឿយបន្តិចម៉ោងនៃលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងក្រហមលេខនាំលៀបសំណាងលេខ11និង91សូមខមមិន999យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំវោកនៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការជឿនលឿនគួរសមម្ល៉េះហើយរាល់កិច្ចការងារបើសម្រុកតែងតែទទួលបានជោគជ័យត្រឡប់មកវិញរីអ្នកប្រកបមុខរបរជួញដូររកស៊ីវិញឃើញទាំងការជួញទីជិតឆ្
ឆ្ងាយមានដំណឹងល្អពោលគឺមិនមានអ្វីប្រែប្រួលដោយជាទីកត់សម្គាល់ទេគឺដូចសពមីដងរាយការណ៍ធ្វើដំណើរទីជិតឆ្ងាយមានភាពប្រទៀងប្រទើសនិងបញ្ហារត់ចូលច្រើនក៏បីមានការប្រយ័ត្នប្រយែងរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីព្រោះតែពេលនេះមានរឿងរ៉ាវចូលមកកកោផ្លូវចិត្តធ្វើឲ្យកើតមានការប្រទៀងប្រទើសគ្នាច្រើនឆ្នាំរកាមុនភ្លើងពណ៌មាសជួបសុខសំណាងមនុស្សគ្រប់គ្នាជួបហើយតែងតែស្រឡាញ់រាប់អានទំនុកបំរុងម៉ោងនាំលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នាំលៀបសំណាងពណ៌ប្រផេះនិងក្រហមលេខនាំលៀបសំណាងលេខ21និង99សូមខមមិន868យកលៀបសម្បត្តិអុកញ៉ាចំពោះឆ្នាំរកានៅថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកឡើងខ្ពស់ដូច្នេះផ្ដល់ផលល្អសម្រាប់ស្ត្រីក្នុងការចាត់ចែងការងារអ្វីមួយពីព្រោះថាផលល្អតែងតែហុចមកវិញជានិច្ចសម្រាប់ថ្ងៃនេះផងដែរដោយសារដួងរាសីរបស់លោកអ្នកឡើងខ្ពស់ដូច្នេះអ្នកប្រកបមុខរបរជួញដូររកស៊ីមានការចម្រើនលូតលាស់និងទទួលបានជោគជ័យល្អប្រសើររាយការណ៍ធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរាយបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ផ្សំគុំគ្រួសារជាឱកាសល្អបំផុតនិងបើមានចំនួនវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សាទៀតផងឆ្នាំចសនក់មានលៀបមានសំណាងពោពេញដោយសុភមង្គលជាពិសេសអនាគតខ្លាយជាសេដ្ឋីកហបតីឬអ្នកមានជាន់ខ្ពស់ម៉ោងនៃលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងក្រហមលេខនាំលៀបសំណាង99និង77សូមខមមិន989យកលៀបសម្បត្តិអ្នកមានជាន់ខ្ពស់ចំពោះឆ្នាំចនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានកម្រិតមិនសូវល្អទេទោះបីធ្វើអ្វីក៏ដោយតែជឿនលឿនទៅមុខសន្សឹមជានិច្ចសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីនៅក្នុងថ្ងៃនេះជួបបញ្ហាខ្សត់ខ្សោយអតិថិជនឯផលកម្រៃទៀតសោតអ្នកខ្លះរោគមិនគ្រប់ឆ្នាំងបាយសឹងតែមិនគ្រប់ផងរាយការណ៍ធ្វើដំណើរទីជិតឆ្ងាយតែងតែជួបរឿងរ៉ាវមិនល្អនិងបញ្ហាប្រទៀងប្រទើសច្រើនក៏បីប្រយ័ត្នប្រយែងទៅប្រសើររាយបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការបែកខ្នងដាក់គ្នាច្រើនដោយសារភាពប្រជែប្រចានកំពុងចូលលុកលុយឆ្នាំកជ្រូកនាំលៀបសំណាងនាំសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដម្ភម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌ក្រហមនិងបៃតងលេខនាំលៀបសំណាងលេខ77និង88សូមខមមិន899យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំកោនៅថ្ងៃនេះទាំងស្ត្រីទាំងបុរសធ្វើអ្វីក៏ដោយក៏តោងតែមានការប្រយ័ត្នប្រយែងបន្តិចព្រោះថាងាយជួបនឹងបញ្ហាប្រទៀងប្រទើសណាស់ហើយក្រុមមនុស្សនៅជុំវិញខ្លួនចាំតែឈ្នានេះនឹងមើលបំណាំបង្ករឿងតែប៉ុណ្ណោះរីការរស់នៅលោកអ្នកមានបញ្ហានៅលើបញ្ហាប្រកាសដូច្នេះចូលប្រយ័ត្នកើតមានចំនួនវិវាទណាមួយដោយសារបញ្ហានេះរីអ្នកប្រកបមុខរបរជួញដូររកស៊ីរោគផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញទីជិតឆ្ងាយទៀតសោតតែងតែជួបភាពរកាំរកូសមិនស្ទើរដែរ